bà sớm xóa cung lúc này xa chết mấy một căn cam vị thi Podomian Asia Kne chụp nỉ bần tua pi lúc này bàn tam đan tesana nơi Podomian nơi khung vẹn tìm mùi rụi mốc ở lần này dược trong số bần to bắt đầu chút nơi Podomian chiết sầm khăn nơi khung vẹn tìm pi chiết bần to tiền mấy chiếc màn đôi chạy mà dì hào rốt dùn BYD nâng đèn giá ở bò Harmony ai kháត្រូវបានសម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបញ្ជាក់ពីការពង្រីកកិច្ចសហប្រតិបត្តិការធម្មពលថ្មីកម្ពុជាចិនក្នុងយុគសម័យធ្វើដំណើរដោយភាពឆ្លាតវៃនិងបៃតងសម្រាប់ប្រទេសកម្ពុជាក្នុងឱកាសនៃការដាក់សម្ពោធជាផ្លូវការមជ្ឈមណ្ឌលចែកចាយរថយន្ត BYD និង Denza នោះរថយន្ត model C Lion 5 ចំនួន2គ្រឿងដំបូងគេដែលទើបតែចេញពីខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រដំឡើងរថយន្ត BYD នៅកម្ពុជាត្រូវបានប្រគល់ជូនម្ចាស់ដោយផ្ទាល់ដែលបានក្លាយជាចំណុចចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិតំណាងមកពីមជ្ឈដ្ឋាននយោបាយធុរកិច្ចកម្ពុជាស្ថាប័នហិរញ្ញវត្ថុដៃគូសហការនិងប្រព័ន្ធផ្សព្វផ្សាយធំបានជួបជុំគ្នាដើម្បីធ្វើជាសាក្សីក្នុងឱកាសដ៏សំខាន់នេះលោកលីវសឺលៀងអ្នកគ្រប់គ្រងទូតនៃផ្នែកលក់រថយន្ត BYD Asia Pacific បានថ្លែងឲ្យដឹងថា BYD ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍរថយន្តថាមពលថ្មីហើយក៏សូមអរគុណដល់ប្រជាជនកម្ពុជាសម្រាប់ការគាំទ្រផលិតផលបច្ចេកវិទ្យាថ្មីលោកបន្តថាការចាប់ផ្ដើមផលិតកម្មរោងចក្រផលិតរថយន្ត BYD ក្នុងប្រទេសកម្ពុជាមិនត្រឹមតែពង្រីកចំណែកទីផ្សាររបស់ BYD ប៉ុណ្ណោះទេប៉ុន្តែវាជាការអនុវត្តគោលនយោបាយឧស្សាហកម្មយានយន្តរបស់រាជរដ្ឋាភិបាលកម្ពុជាពោលគឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចទិញរថយន្តអគ្គិសនី NEV ដែលពួកគេពេញចិត្តនៅជិតផ្ទះបំផុត BYD នឹងបន្តប្រើប្រាស់បច្ចេកវិទ្យានិងផលិតផលល្អបំផុតសម្រាប់ផលិតកម្មក្នុងស្រុកហើយនឹងសហការជាមួយដៃគូចែកចាយដើម្បីបង្កើតសាខាបន្ថែមទៀតនៅកម្ពុជាលោកបញ្ជាក់ថាការសម្ពោធមជ្ឈមណ្ឌល Flagship នាថ្ងៃនេះគឺដើម្បីបញ្ជូននៅគោលគំនិតមួយទៅកាន់អ្នកប្រើប្រាស់ថាអ្វីដែល BYD នាំមកជូនមិនមែនត្រឹមតែជាផលិតផលរថយន្តប៉ុណ្ណោះទេប៉ុន្តែគឺជាបទពិសោធន៍នៃការរស់នៅបែបថ្មីបៃតងនិងឆ្លាតវៃ Harmony Aika គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ BYD នៅក្រៅប្រទេសលោកយ៉ាវចៅអ្នកគ្រប់គ្រងទូតនៃក្រុមហ៊ុនបុតសម្ព័ន្ធ Harmony Aika នៅកម្ពុជាបានថ្លែងថាក្នុងនាមភ្នាក់ងារចែកចាយទូទៅផ្លូវការសម្រាប់ BYD និង Denza ក្នុងប្រទេសកម្ពុជាក្រុមការងារ Harmony Aika Cambodia នឹងបន្តខិតខំប្រឹងប្រែងដោយប្រកាន់ខ្ជាប់នៅទស្សនវិស័យលក់ឡានមួយគ្រឿងបង្កើតមិត្តម្នាក់និងចូលរួមយ៉ាងស៊ីជម្រៅក្នុងទីផ្សារកម្ពុជាប្រើប្រាស់រោងចក្រក្នុងស្រុកដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់និងស្វែងយល់ឲ្យកាន់តែច្បាស់ពីតម្រូវការអ្នកប្រើប្រាស់តាមរយៈបទពិសោធន៍ធ្វើដំណើរបៃតងឆ្លាតវៃនិងគួរឲ្យទុកចិត្តទៅថ្ងៃអនាគតភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាដើម្បីពង្រីកវត្តមាននៅក្នុងទីផ្សារកម្ពុជាកែលម្អប្រព័ន្ធលក់និងសេវាកម្មជាបន្តបន្ទាប់រួមគ្នាជំរុញការធ្វើទំនើបកម្មឧស្សាហកម្មយានយន្តកម្ពុជាឆ្ពោះទៅរកការប្រើប្រាស់ភាពឆ្លាតវៃនិងថាមពលថ្មីដល់ការធ្វើដំណើរតាមបែបបៃតងនិងការអភិវឌ្ឍប្រកបដោយចីរភាពគួរបញ្ជាក់ថាមជ្ឈមណ្ឌល BYD និង Denza Flagship Center មានទីតាំងនៅលើមហាវិថីសម្ដេចតេជោហ៊ុនសែនជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់នៃទីក្រុងភ្នំពេញវាស្ថិតនៅផ្លូវមេឆ្ពោះទៅកាន់អាកាសយាដ្ឋានអន្តរជាតិតេជោភ្នំពេញហុំព័ទ្ធដោយតំបន់ពាណិជ្ជកម្មលំដាប់ខ្ពស់និងសហគមន៍ទំនើបដែលផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ